ឥឡូវនេះខ្ញុំយល់យ៉ាងច្បាស់ថាតំបន់ចិត្ត9បានឈានដល់កម្រិតបេតុងពង្រឹងហើយតែបច្ចេកទេសសម្ងាត់នេះអាចស្ទាត់ជំនាញបានពេញលេញទេដោយកម្លាំងបច្ចុប្បន្នរបស់ខ្ញុំជឿជាក់ថាខ្ញុំអាចប្រកួតជាមួយឈូសេនជាបានឈានដល់អាណាចក្រកម្ពុជារួចទៅហើយលើសពីនេះទៅទៀតក៏មានទេពកោសល្យដែលមានឈាមថ្នាក់ទី6ខ្ញុំអាចយកឈ្នះគាត់បានក៏ដោយវាមិនប្រកាសថាយើងអាចសម្លាប់វាបាននោះទេកៅអីដែលមនុស្សអង្គុយឈូសេនជាវានឹងមកដល់ឆាប់នេះពួកគេប្រកាសជាបានជីកយកអាហារសម្រន់ជាច្រើននៅសម័យបុរាណមែនទេពួកគេបានជីកយកវាជាងពាក់កណ្ដាលហើយមែនទេវាជាសេចក្តីរីករាយមួយដែលបានធ្វើការប្រមូលអាហារសម្រន់សរុបជាង 5000 ចុះបើខ្ញុំឲ្យអ្នក3000យន់វិញ 3000ខ្ញុំមិនជឿទេអ្នកបានជីកយកអាហារសម្រន់គុណភាពទាបបានតែ 5000 ប៉ុណ្ណោះប៉ុន្តែខ្ញុំពិតជាបានជីកកកាយអាហារសម្រន់ជាច្រើនយ៉ាងនេះមែនប្រគល់ឲ្យពួកគេទាំងអស់បើមិនដូច្នោះទេកុំបន្ទោសខ្ញុំថាមិនសមរម្យអីយិនជឿជៀនវាហាក់ដូចជាអ្នកគ្មានចិត្តនិយាការជាមួយខ្ញុំតតែសោះខ្ញុំគ្រាន់តែចង់ប្រើអ្នកចង់សម្លាប់ឲ្យប្លន់ទៀតថ្មវិញ្ញាណទាំងអស់សម្រាប់ខ្លួនឯងមនុស្សមិននឹកស្មានថាអ្នកបានឡើងដល់ឋានសួគ៌ក្រមៀលឬឋានសួគ៌9អ្នកដែលគ្រប់គ្រងសាកសពអ្នកដើរកាត់ត្រូវតែមកពីជ្រលងភ្នំស្នេកដរាបណាខ្ញុំអាចសម្លាប់អ្នកដើរកាត់បន្ទាប់មកអ្នកនឹងអាចទទួលបានឱកាសនៅក្នុងជ្រលងចង់សម្លាប់ឲ្យប្លន់ទៀតគូដឹងថាឃាតករតែងតែត្រូវសម្លាប់ការបំផ្លាញខ្លួនឯងមាននរណាម្នាក់កំពុងមកឈូសេនជាអ្នកវិតម្លៃខ្ញុំខ្ពស់ពេកនៅចំពោះមុខមនុស្សចម្លែកខ្ញុំនិងអ្នកដើរឆ្លងកាត់ពួកគេគ្រាន់តែជាគូស្នេហ៍คล้ายៗប៉ុណ្ណោះគាត់មិនហ៊ានប្រថុយជីវិតដើម្បីសង្គ្រោះខ្ញុំទេប្រសិនបើធេនយោនិងអ្នកដើរកាត់ពិតជាការបរិច្ឆេទคล้ายៗដែលបានកាត់ប្រហែលជាមិនមកទេខ្ញុំមិនអាចអង្គុយរងចាំនៅទីនេះបានទេស៊ូមីងបានស្នាក់នៅទីនេះដើម្បីការពារឈីនយូប្រសិនបើអ្នកដើរឆ្លងកាត់មកតើអ្នកអាចផ្ដល់សញ្ញាមួយដល់ខ្ញុំបានទេបាត់ចាស់សោះGoldfish Junior Sister នៅទីនេះដើម្បីជួយសង្គ្រោះអ្នកព្រះនាងតូចចង់ចាក់ចេញតើវាជាអ្នកណាសម្រាប់មួយដុំឯងអ្នកហ៊ានប៉ះជើងខ្ញុំសម្លាប់អ្នកព្រះនាងចូលយើងចេញពីទីនេះស៊ូសានជាហាក់ដូចជាបានមកដល់ហើយចង់ចាក់ចេញបងប្រុសច្បងជួយខ្ញុំផងព្រះសម្រាប់មួយដុំឯងកុំឲ្យខ្ញុំចាប់អ្នកបានបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់អ្នកបងស្រីច្បងមើលតើនេះអាចជាទីក្រុងបុរាណហ៊ីជីមែនទេកន្លែងដែលចៅហ្វាយនីដាវ9ធ្លាប់រស់នៅក្រោយមកគាត់ត្រូវបានសត្រូវតាមប្រមាញ់ប្រជាជនទាំងអស់នៃទីក្រុងបុរាណត្រូវបានសម្លាប់ទីក្រុងបុរាណនេះត្រូវបានរើចេញបានលុះត្រាតែមានការធ្វើឲ្យសកម្មនៃទម្រង់នៅលើគ្រែស្លាប់របស់វាដោយមិននឹកស្មានដល់វាត្រូវបានលាក់នៅក្នុងអាណាចក្រសម្ងាត់ខេងមិញតើអ្នកដឹងអំពីទីក្រុងបុរាណហ៊ីជីដោយរបៀបណាប៉ុន្តែលិខិតសម្ងាត់រាជវង្សរបស់យើងគេនិយាយថាអ្នកជំនាញដាវទាំង9បានស្លាប់នៅទីនេះប្រសិនបើយើងអាចវាបច្ចេកទេសនិងជំនាញសម្ងាត់របស់វាប្រកាសជានឹងរីកចម្រើនយ៉ាងឆាប់រហ័សហេតុអ្វីមិនល្អខ្ញុំបានបាត់ខ្សែត្បូងពេជ្ររបស់ខ្ញុំត្រូវត្រឡប់ទៅរកវាវិញអ្នកទៅមុនគេខ្ញុំអាចរកវាឃើញដោយការស្វែងរកបងស្រីច្បងតើអ្នកដើរឆ្លងកាត់នៃណាខ្ញុំឲ្យលឿនបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់អ្នកអាចសម្លាប់ខ្ញុំបានប៉ុន្តែអ្នកមិនអាចលើកលែងអ្នកដើរកាត់បានទេខ្ញុំចង់សម្លាប់អ្នកដើរកាត់តែចាំបាច់ត្រូវចាប់អ្នកធ្វើជាចំណាប់ខ្មាំងមែនទេអ្នកដំណើរឆ្លងកាត់មានកម្លាំងអាចសម្លាប់ឥន្ទ្រី9ដាវបានអ្នកមិនសមនឹងគាត់តតែសោះដាវ9របស់ឥន្ទ្រីធម្មតាខ្ញុំអាចសម្លាប់គាត់បានដោយដាវតែមួយដាវចាប់តាំងពីអ្នកនិយាយថាខ្ញុំមិនសមនឹងគាត់បន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកមើលពីរបៀបដែលខ្ញុំសម្លាប់គាត់
ព្រះនាងតូចរបួសរបស់អ្នកកាន់តែអាក្រក់ទៅអនុញ្ញាតឲ្យខ្ញុំព្យាបាលរបួសរបស់អ្នកមិនចាំបាច់ទេខ្ញុំនឹងធ្វើវាដោយខ្លួនឯងអ្នកបែរមកហាមលួចមើលប្រសិនបើអ្នកលួចមើលខ្ញុំនឹងកាត់ទោសអ្នកឲ្យស្លាប់ហេជនក្បត់ហ៊ាននិយាយតបមកខ្ញុំយ៉ាងម៉េចព្រះនាងតូចអ្នកបានលោតមករកខ្ញុំដោយខ្លួនឯងហាតើអ្នកសុខសប្បាយជីទេព្រះនាងសៀវខ្ញុំសុខសប្បាយទេខ្ញុំគ្រាន់តែហត់ដង្ហើមបន្តិចដោយសារសម្ពាធរបស់អ្នកដូចដែលវាទៅតែឥឡូវនេះអរគុណវាមិនអីទេហេតុអ្វីនេះមើលទៅដូចជាវាមានក្រំដេលមួយអាចជាកន្លែងដែលមេដាវ9ផ្នែកបានដួលឬវាជាការបង្កើតខ្ញុំមិនច្រឡំទេនេះគឺជាការបង្កើតលំដាប់ទី3ការបង្កើតដៅធាតុ5ប្រសិនបើអារ៉េនេះត្រូវបានធ្វើឲ្យសកម្មបន្ទាប់មកវានឹងបញ្ចេញថាមពលដៅរាប់មិនអស់ខ្ញុំខ្លាចថាអ្នកក្បាច់គុណនៅយន្តហឺនឹងត្រូវគ្របកាំភ្លើងពេញខ្លួនស្រមុកតើអ្នកពិតជាស្គាល់ការបង្កើតនេះមែនទេវិជ្ជាជីវៈបន្ទាប់បន្សំរបស់ខ្ញុំគឺជាអ្នកទោសសង្គ្រាមលើពីនេះទៅទៀតពួកគេមានជំនាញខាងអ្នកទោសប្រភេទនេះប្រសិនបើអ្នកផ្ដល់ឲ្យខ្ញុំ10ថ្ងៃឬកន្លះខែខ្ញុំពិតជាអាចបំបែកទម្រង់នេះបាន10ថ្ងៃទៅកន្លះខែបន្ទាប់មកអាណាចក្រសម្ងាត់ខេងមិញនឹងក្លាយទៅជាសើមនៅពេលនោះយើងនឹងមិនត្រឹមតែមិនអាចចេញទៅក្រៅបានទេវាទំនងជាក្លាយជាថ្មមួយនៅក្នុងពោះរបស់សត្វព្រៃទាំងនោះនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់មេដាវក្នុងការបំបែកទម្រង់អង្កាំបំបែកទម្រង់អ្នកដើរឆ្លងកាត់តើអ្នកអាចមានកំណប់ទ្រព្យវេទមន្តបែបនេះដោយរបៀបណាប្រញាប់ទៅក្រោយខ្ញុំនេះជាអាសនៈ9ជាន់ត្រូវប្រុងប្រយ័ត្នតើអាសនៈ9ជាន់ជាអ្វីអាសនៈចំនួន9អាចត្រូវបានរៀបចំក្នុងពេលដំណើរ9ថ្នាក់ទី3គឺជាក្បាច់ដែលព្រះអេសីអមតៈថ្នាក់ទី9មានជំនាញវាអាចត្រូវបានប្រើដើម្បីសាកល្បងអ្នកក្បាច់គុណមានតែតាមរយៈការឆ្លងកាត់ការបង្កើតនេះប៉ុណ្ណោះមានតែពេលនោះទេទើបអាចទទួលបានមរតករបស់ព្រះសង្ឃអមតៈដោយសារពួកវាទាំងអស់សុទ្ធតែជាទម្រង់របស់មិនគ្រាន់តែបំបែកវាដោយគុជខ្យងដែលខូចអ្នកដំណើរម្នាក់នេះបានប្រើគុជខ្យងដែលខូចនេះម្ដងហើយនោះគ្រប់គ្រាន់ដើម្បីបង្ហូរធម្មពលសំខាន់ទាំងអស់ចេញពីរាងកាយរបស់អ្នកទោះបីជាអ្នកទម្លុះស្រទាប់ទី1នៃការបង្កើតក៏ដោយប៉ុន្តែពេលវេលារបស់ Samsung បានកន្លងផុតទៅហើយបន្ទាប់មកស្រទាប់ទី2នៃការបង្កើតនឹងត្រូវបានធ្វើឲ្យមានធម្មពលជីវិតមិនគ្រប់គ្រាន់វាពិតជាមិនអាចទៅរួចទេក្នុងការបំបែកស្រទាប់ទី2នៃការបង្កើតឥឡូវនេះយើងគ្មានផ្លូវចេញទេយើងរកផ្លូវត្រឡប់មកវិញមិនឃើញទេអ្នកអាចឆ្ពោះទៅមុខបានតែប៉ុណ្ណោះព្រះនាងតូចអ្នកត្រូវរំកិលទៅម្ខាងសិនគ្រាប់អង្កាំដែលបំបែកអារ៉េនេះពិតជាមានខាងវិញ្ញាណត្រូវបានអស់ក្នុងពេលខ្ញុំត្រូវលេងសើចនិងសម្រាកនៅក្នុងប៉មជាវព្រះម្ចាស់សុខសប្បាយទេតើអ្នកធ្វើដូចម្ដេចបានជាលោកចាស់ចូលយើងទៅដោយសម្ងាត់
វានឹងមិនមែនជាផ្នែកទី9ទេ